hear my judgment. Through divine wisdom, these bonds are formed anew. Vidyaswami is the father, Vidyasundara the husband, and Vidyakesi the child. Monetevi, my love, I won't leave you. Never. Monetevi, gone too soon. She will be missed. Om Mani Padme Hum Lokah Samastah Sukhino Bhavantu. Om. Om. រឿងព្រាហ្មណ៍3នាក់ដណ្ដើមស្រីម្នាក់ធ្វើប្រពន្ធមាននិទានមួយដំណាលថាព្រាហ្មណ៍ម្នាក់ឈ្មោះទិនស្វាមីមានកូនស្រីម្នាក់ឈ្មោះនាងមន្ទាវតីរូបឆោមលោមពណ៌ល្អលើសលែងស្រីទាំងពួងគ្មានស្រីណាប្រៀបផ្ទឹមស្មើឡើយបើប្រុសណាឃើញនាងនេះតែងតែស្រឡាញ់ចង់បាននាងមកធ្វើជាប្រពន្ធគ្រប់គ្នាហើយប្រាប់ឪពុកម្ដាយឲ្យទៅស្ដីដណ្ដឹងដល់ព្រាហ្មណ៍ទិនស្វាមីជាឪពុកព្រាហ្មណ៍ទិនស្វាមីមិនព្រមឲ្យដល់អ្នកចូលទៅស្ដីដណ្ដឹងអស់នោះឡើយចំណេរមកខាងក្រោយមានព្រាហ្មណ៍3នាក់នៅក្នុងនគរនោះដែរសុទ្ធតែជាកំឡោះមានរូបរាងល្អល្អះហើយចេះសិលសាស្ត្រគ្រប់គ្នាព្រាហ្មណ៍ម្នាក់ឈ្មោះថាវិទ្យាកេសីព្រាហ្មណ៍ម្នាក់ទៀតឈ្មោះថាវិទ្យាសន្ធរហើយនឹងព្រាហ្មណ៍ម្នាក់ទៀតឈ្មោះថាវិទ្យាស្វាមីព្រាហ្មណ៍ទាំង3នាក់នេះប្រាប់ឪពុកម្ដាយឲ្យចូលទៅស្ដីដណ្ដឹងនាងមន្ទាវតីកូនស្រីទិនស្វាមីព្រាហ្មណ៍ដូចគ្នាទិនស្វាមីព្រាហ្មណ៍មិនឲ្យកូនស្រីទៅព្រាហ្មណ៍ណាឡើយព្រោះគិតថាបើឲ្យទៅម្នាក់មុខជា2នាក់ទៀតនោះខឹងប្រកាសលុះចំណេរតមកពួកព្រាហ្មណ៍កំឡោះជាច្រើនដែលស្រឡាញ់ចង់បាននាងមន្ទាវតីធ្វើជាប្រពន្ធរាល់គ្នានោះក៏ទៅចោមរោមនិយាយចែកចង់នាងមន្ទាវតីតាមអំពើចិត្តរៀងខ្លួនឯនាងមន្ទាវតីដឹងថាពួកព្រាហ្មណ៍កំឡោះចោមស្រឡាញ់ខ្លួនដូច្នោះក៏កើតទុកក្រៀមក្រំទៅជាឈឺរីងរៃស្គមស្គាំងទាល់តែខ្សែជីវិតទៅឪពុកម្ដាយក៏ធ្វើបុណ្យខ្មោចកូនស្រីនោះតាមទំនៀមឯព្រាហ្មណ៍ទាំង3នាក់ដូចចេញឈ្មោះខាងដើមដែលស្រឡាញ់ចង់បាននាងមន្ទាវតីជាប្រពន្ធគ្រប់គ្នានោះកាលបើបានដឹងដំណឹងថានាងមន្ទាវតីខ្សែជីវិតទៅហើយក៏នៅតែជាប់ចិត្តអាឡោះអាល័យនាងនោះឥតភ្លេចម្លោះហើយព្រាហ្មណ៍ឈ្មោះវិទ្យាកេសីប្រមូលឆ្អឹងធាតុនាងមន្ទាវតីយកទៅកប់នៅព្រៃមួយហើយទួញយំចាំយាមល្បាតរៀងទៅឯព្រាហ្មណ៍ឈ្មោះវិទ្យាសន្ធរហេតុតែមានចិត្តអាឡោះអាល័យនាងពេកក៏ទៅយំបោកខ្លួនប្រាណប្រះខ្លួនដេកននាលនៅនឹងភ្នោខ្មោចនាងនោះឯងចំណែកឯព្រាហ្មណ៍ឈ្មោះវិទ្យាស្វាមីក៏កើតទុកសង្រេងសង្រៃឥតស្បើយសោះឡើយម្លោះហើយក៏ដើរទៅពឹងពាក់សំណាក់អាស្រ័យនៅនឹងព្រាហ្មណ៍ម្នាក់ឈ្មោះថារុជ្ជស្វាមីលើកដៃសំពះសូមរៀនសិលសាស្ត្រមុនអាគមវិជ្ជាការឯរុជ្ជស្វាមីព្រាហ្មណ៍ជាគ្រូអាចារ្យអាណិតក៏បង្រៀនវិជ្ជាស្វាមីព្រាហ្មណ៍ឲ្យចេះសិលប្រុសនិងសិលជប់ពូកែឆត់ឆាប់ដូចចិត្តលុះវិជ្ជាស្វាមីព្រាហ្មណ៍កំឡោះរៀនសិលសាស្ត្រចេះមុនប្រុសជប់ស្រេចហើយក៏សំពះលារុជ្ជស្វាមីព្រាហ្មណ៍ជាគ្រូវិលមករកព្រាហ្មណ៍2នាក់ហើយនាំគ្នាទៅដល់ភ្នោខ្មោចនាងមន្ទាវតីប្រមូលអស់ឆ្អឹងនាងនោះឡើងទើបវិជ្ជាស្វាមីព្រាហ្មណ៍បានសូត្រសែកមុនជប់ឆ្អឹងឲ្យរស់ជារូបរាងនាងនោះល្អប្រពៃឥតឆ្គងឡើងវិញព្រាហ្មណ៍ទាំង3នាក់នោះយល់នាងមន្ទាវតីមានរូបឆោមលោមពណ៌ល្អប្រសើរដូច្នោះក៏ឆ្លោះប្រកែកជជែកគ្នាដណ្ដើមយកនាងនោះជាភរិយារាល់ខ្លួនវិទ្យាកេសីថា
អញយកឆ្អឹងនេះទៅកប់នៅឯព្រៃស្មសានឯណោះហើយអញនឹងចាំយាមល្បាតឥតមាននរណាជួយអញសោះឡើយនាងនេះគួរតែបានជាភរិយារបស់អញទៅពេញជាត្រូវចំណែកឯវិទ្យាសន្ធរថាទេអញនេះទៅទួញយំសោករសាភ្នោខ្មោចនាងនេះនៅនឹងព្រៃស្មសានតែម្នាក់ឯងនាងនេះណាគួរតែបានជាភរិយារបស់អញចំណែកឯវិទ្យាស្វាមីថាអញសង្វាតទៅរករៀនសិលសាស្ត្រចេះហើយមកប្រោះឲ្យនាងនេះរស់ដូចដើមនាងណាគួរតែបានមកជាភរិយារបស់អញទៅត្រូវព្រាហ្មណ៍ទាំង3នាក់នេះជជែកឆ្លោះប្រកែកគ្នាចង់យកនាងជាប្រពន្ធតែរៀងខ្លួនមិនដាច់ស្រេចក៏នាំគ្នាទៅដល់ចៅក្រមប្តឹងតាមដំណើរទីតីហើយសួរថាបើដូច្នោះនេះតើនាងនេះគួរតែបានជាប្រពន្ធអ្នកណាទៅចៅក្រមនឹងជំនុំជម្រះរឿងនេះមិនបានក៏នាំព្រាហ្មណ៍ទាំង3នាក់ទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសពគ្រប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាឆ្វេងយល់ក្នុងព្រះរាជហឫទ័យស្រេចហើយទ្រង់ត្រាស់ថាឯគុណព្រះស្ដែងទាំង3នាក់នេះណាសឹងប្រសើរគ្រប់គ្នាគួរជាទីឪពុកគួរជាទីប្តីគួរជាកូនណាគឺវិទ្យាស្វាមីនេះដែលបានចេះសិលសាស្ត្រពូកែឆត់ឆាប់មកប្រោះនាងឲ្យរស់រូបល្អល្អះដូចដើមនោះគួរតែបានទៅជាឪពុកចំណែកឯវិទ្យាសន្ធរដែលនៅចាំថែរក្សាខ្មោចនាងនោះគួរឲ្យបានជាប្តីណាហើយខាងវិទ្យាកេសីដែលមានចិត្តសប្បុរសបានយកធាតុនាងទៅកប់នោះគួរឲ្យបានជាកូននាងហោងហេតុម្ដេចក៏ឲ្យបានជាកូនហេតុតែគេបានយកធាតុនាងទៅកប់ឧបមាដោយកូនលើខ្មោចម្ដាយហើយយកធាតុម្ដាយទៅកប់ឯព្រៃស្មសានដូចនោះឯងហេតុដូច្នេះណាត្រូវតែទុកនាងជាម្ដាយហោងព្រាហ្មណ៍ទាំង3នាក់បានលើព្រះបន្ទូលដូច្នោះហើយក៏សុខចិត្តគ្រប់គ្នាក្រាបថ្វាយបង្គំទទួលព្រះរាជបន្ទូលនៃព្រះមហាក្សត្រហើយក្រាបថ្វាយបង្គំលាទៅលំនៅអាត្មាទីតីព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះហៅថាសុគតិកមនាងសុចរិតយុត្តិធម៌ល្អប្រពៃហោងបាទរឿងព្រាហ្មណ៍3នាក់ដណ្ដើមស្ត្រីម្នាក់ធ្វើជាប្រពន្ធចប់ត្រឹមតែប៉ុណ្ណេះ